បងប្អូនជាទីមេត្រីបាទនៅក្នុងវីដេអូនេះខ្ញុំបង្ហាញគ្នាយើងអំពីរបៀបដោះកូដដៃហើយនឹង Google Account របស់ Mi 9A ខ្ញុំអត់មានទូរស័ព្ទនៅផ្ទាល់ដៃទេឥឡូវនេះខ្ញុំកំពុងតែបញ្ជាពីចម្ងាយជួយដោះកូដមិត្តជាងយើងអញ្ចឹងហើយខ្ញុំឆ្លៀតពេលនេះខ្ញុំថតធ្វើជាគំរូចែកបងប្អូនយើងដែលកំពុងជួបបញ្ហាអញ្ចឹងដែរនោះបានមើលបាទអញ្ចឹងតោះយើងចុចទៅលើប៊ូតុង Mi នេះទៅហើយចុចទៅលើប៊ូតុង Security ទៅបាទហើយវាយកន្លែងនេះដាក់ថា 9A អញ្ចឹងទៅហ្នឹងហើយបាទដាក់ 9A អញ្ចឹងទៅហើយចុច select លើ model វារួចហើយយើងសាកល្បងប្រើ preloader សាកមើលបាទចុច tick លើ preloader រួចហើយចុចលើប៊ូតុង factory reset បើសិនបើចង់ដោះកូដដៃហើយបើសិនបើចង់ដោះ Google Account ចុចលើប៊ូតុង erase FRP ឥឡូវគ្នាយើងនៅខាងនោះគាត់ថាគាត់របស់គាត់នោះជាប់ FRP កូដដៃគាត់បាន reset រួចហើយអញ្ចឹងឥឡូវខ្ញុំចុចលើ erase FRP អញ្ចឹងណាបាទអូខេប៉ុណ្ណឹងទៅវារងចាំទូរស័ព្ទហើយខ្ញុំប្រាប់គាត់ឲ្យគាត់ភ្ជាប់ទូរស័ព្ទសិនបាទតោះខាងនោះបលត់ទូរស័ព្ទឲ្យចុច volume បូកដកដុតឌុយទៅនឹងហើយបងប្អូនយើងទន្ទឹមនឹងគាត់បលត់ទូរស័ព្ទអីចឹងយើងចុចខ្ញុំចុចបន្តទៀតទៅលើ device manager នេះដើម្បីបើកផ្ទាំង device manager មកមើល driver ទូរស័ព្ទនៅពេលដែលគាត់បលត់ទូរស័ព្ទចុច volume បូកដកដុតឌុយវាត្រូវស្គាល់ទូរស័ព្ទនៅក្នុងផ្ទាំងនេះឯងចឹងណាបាទឥឡូវយើងចាំមើលបន្តិចអូខេនោះវាដើរប្រយទៅហើយបងប្អូនហើយក៏វាស្គាល់ទូរស័ព្ទនេះស្គាល់ driver ទូរស័ព្ទនៅទីនេះបាទហើយខាងនេះវាដាក់ថា erase FRP OK ហ្នឹងណាបាទនេះជាវិធីមួយបាទវិធីមួយហើយនៅមានវិធីមួយទៀតនោះចាំមើលខ្ញុំបង្ហាញបងប្អូនយើងនៅកន្លែងនេះបាទនេះនៅកន្លែងនេះបើយើងមិនប្រើ preloader នេះទេបើយើងអត់ប្រើ preloader នេះទេយើងត្រូវប្រើវិធីមួយទៀតគឺនៅខាងក្រោមនេះបាទមានកន្លែង tick custom EMI tick លើវាទៅឬហើយរើសនេះដែលខ្ញុំនិយាយរើស model វាហ្នឹងខ្ញុំបានប្រាប់មិត្តយើងមិញរើស model ប៉ុន្តែគាត់អត់យល់រត់ឃើញណានេះអញ្ចឹងយើងមើលមក Mi 9A របស់យើងហ្នឹងក្នុង China ឬក៏ Global បើ China យើងរើស CN កតុយទៅ Global យើងរើសយកកតុយ Global មកប៉ុណ្ណឹងទៅហើយយើងចុចលើប៊ូតុង Factory Reset ឬក៏ erase FRP ហ្នឹងដូចតែគ្នាមិញដែរទេប៉ុន្តែមកដល់ពេលនេះគេឈប់ប្រើអា custom EMI ហើយដូចបងប្អូនឃើញស្រាប់ហើយមិញខ្ញុំរើសតែ tick តែ preloader ហ្នឹងវាស្រួលណាស់ហើយបងប្អូនណាបាទវាដើររលូនណាស់ហើយហ្នឹងហើយប៉ុណ្ណឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជូនពរជោគជ័យការងាររបស់គ្នាបាយបាយ